ในថ្ងៃចូលឆ្នាំខាងមុខនេះបងប្អូនគួរតែសាកឆាផ្អកនេះម្នាក់មកកៅពីកៅទុកញ៉ាំតាមផ្លូវទៅពីព្រោះថារសជាតិឆាផ្អកហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយយើងឈប់នៅពេលថ្ងៃត្រង់ញ៉ាំបាយឈប់ក្រោមដើមឈើមកលុបតិចទៀតបានជាមួយនឹងឆាផ្អកនឹងញ៉ាំជាមួយនឹងលក់ខ្ចីគឺពិតជាត្រូវណាស់នៅក្នុងបរិយាកាសបែបហ្នឹងបងប្អូនចំពោះការធ្វើឆាផ្អកហ្នឹងគឺអត់មានអីពិបាកទេជាដំបូងគឺយើងចាប់ផ្ដើមប្រើជាមួយនឹងសាច់3ជាន់នេះយកវាមកលីងឲ្យចេញជាខ្លាញ់បែបខ្ញុំសិនណាបងប្អូនពេលដែលយើងលីងមើលថាវាឡើងចេញខ្លាញ់បានប៉ុណ្ណឹងហើយបងប្អូនកុំតន់ដាក់ដួសខ្លាញ់ចេញអីយើងទុកខ្លាញ់ហ្នឹងដើម្បីលីងជាមួយនឹងខ្ទឹមសទៀតណាគឺយើងលីងចាស់លីងឡើងបើចាំឲ្យខ្ទឹមនឹងឡើងក្រៀមទេមើលតែវាឡើងក្លិនឈ្ងុយគឺយើងចាប់ផ្ដើមថែមជាមួយនឹងស្ករត្នោតហ្នឹងចូលចំនួន1ស្លាបព្រាបាយពេញហ្មងណាបងប្អូនការប្រើជាមួយស្ករត្នោតអញ្ចឹងគឺធ្វើឲ្យសាច់ផ្អករបស់យើងឆាជាមួយនឹងសាច់ជ្រូកគឺមានក្លិនឈ្ងុយហើយរសជាតិហ្នឹងក៏មុតឆ្ងាញ់ដែររួចហើយខ្ញុំក៏បានឆាសាច់នេះចុះឡើងឲ្យចូលសព្វជាមួយនឹងស្ករត្នោតដែលយើងកូរមិញហ្នឹងបងប្អូនពេលដែលយើងកូរសព្វជាមួយនឹងស្ករហើយគឺសាច់ចេញមកពណ៌បានប៉ុណ្ណឹងណាគឺស្អាតមែនទែនហើយជាពិសេសគឺក្លិនហ្នឹងហ្មងបងប្អូនគឺឈ្ងុយខ្លាំងណាស់ឈ្ងុយចេញពីខ្ទឹមសផងឈ្ងុយចេញពីស្ករត្នោតហ្នឹងទៀតអញ្ចឹងហើយយើងចាប់ផ្ដើមគីសាច់ហ្នឹងទៅមកខាងចាំយើងចាក់ជាមួយនឹងសាច់ផ្អកហ្នឹងចូលទៅកន្លុកម្សៅទៀតចំពោះសាច់ផ្អកនេះបងប្អូនយើងកុំតន់ដាក់គ្រឿងទេសអីចូលច្រើនពេកណាដោយសារតែសាច់ផ្អកហ្នឹងគឺវាមានជាតិប្រៃអញ្ចឹងហើយយើងប្រើគ្រឿងទេសហ្នឹងមកល្មមសិនទៅគឺយើងប្រើដូចជាម្សៅស៊ុបហ្នឹងកន្លះស្លាបព្រាកាហ្វេប៊ីចេងហ្នឹង1ស្លាបព្រាកាហ្វេរីឯគ្រឿងក្រៅផ្សេងទៀតគឺខ្ញុំអត់ដាក់ចូលទេណាបងប្អូនចាចំពោះសាច់ផ្អកនេះគឺមិនសូវមានជាតិជូរខ្លាំងហ្មងទេអញ្ចឹងហើយខ្ញុំក៏បានថែមជាមួយនឹងទឹកអំពិលទុំហ្នឹងចូលតាមក្រោយទៀតចំនួន6ស្លាបព្រាបាយពេញបឹកហ្មងណាបងប្អូនដោយសារតែរសជាតិនេះគឺខ្ញុំត្រូវការបែបរៀងជូរបន្តិចពេលណាដែលយើងឆាផ្អកមានជាតិជូរអញ្ចឹងมันញ៉ាំឆ្ងាញ់ណាចារីឯគ្រឿងក្រៅម្ទេសហើយនឹងខ្ទឹមក្រហមនេះបងប្អូនប្រើឲ្យច្រើនមកពេលដែលយើងឆាឆ្អិនហ្នឹងម្ទេសហ្នឹងក៏អត់សូវមានជាតិហឹរដែរហើយជាពិសេសខ្ទឹមក្រហមហ្នឹងគឺក្លិនឈ្ងុយណាស់ពេលដែលយើងឆាជាមួយនឹងផ្អកអញ្ចឹងណារសជាតិឆាផ្អកនេះបើសិនយើងចង់ធ្វើឲ្យឆ្ងាញ់ក្លិនឈ្ងុយរក្សាទុកបានយូរបងប្អូនគួរតែឆាឲ្យដាច់ទឹកដូចខ្ញុំចែពេលដែលយើងឆាដាច់ទឹកអញ្ចឹងណាគឺសាច់ផ្អកក៏ឈ្ងុយរីឯរសជាតិសាច់ជ្រូកដែលយើងឆាចូលហ្នឹងគឺវាសត់ចូលជាតិគ្នាមែនទែនរសជាតិហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់រសជាតិសាច់ផ្អកហ្នឹងគឺខ្ញុំឆាបែបរៀងប្រៃផ្អែមជូរបន្តិចណាចំណែកឯខ្ទឹមសខ្ទឹមក្រហមបងប្អូនប្រើឲ្យច្រើនមិនណាដោយសារតែខ្ទឹមសនិងខ្ទឹមក្រហមនេះមិនថាយើងឆាជាសាច់ផ្អកឬក៏យើងឆាជាមួយនឹងផុកអីទេបងប្អូនពេលដែលយើងលេងខ្ទឹមសមើលថាវាឡើងក្លិនឈ្ងុយជាមួយនឹងសាច់ហើយយើងដាក់ខ្ទឹមក្រហមនៅពេលចុងក្រោយគេចឹងទៀតគឺជួយបង្កើនរសជាតិសាច់ផ្អករបស់យើងឆាហ្នឹងណាគឺក្លិនឈ្ងុយខ្លាំងមែនទែនហើយជាពិសេសស្លឹកខ្ទឹមហ្នឹងបងប្អូនកុំចោលអីពេលដែលយើងរោយបន្តិចបន្តួចពីលើចឹងឆាសពគឺឃើញពណ៌ផ្អកឆារបស់យើងហ្នឹងកាន់តែតំណងចំពោះឆាផ្អកមួយមុខនេះបងប្អូនពេលដែលឆាឆ្អិនហើយចាំយើងដួសអាខ្លាញ់ដែលនៅសល់ហ្នឹងដួសចេញចោលអស់មកយើងយកតែសាច់ផ្អកទៅបានណៃចំពោះឆាផ្អកហ្នឹងបងប្អូនឆាឆ្អិនដាក់ក្នុងកែវទុកគឺយើងអាចរក្សាទុកខ្ទង់ប្រហែលជា4ទៅ5ថ្ងៃអីគឺយើងអាចញ៉ាំបាននៅតាមផ្លូវគឺរសជាតិហ្នឹងនៅតែឆ្ងាញ់ដដែលចឹងហើយកុំភ្លេចសាកធ្វើញ៉ាំណា